បាទខ្ញុំសូមជំរាបសួរដល់បងប្អូនទាំងអស់គ្នាក្នុងប្រគុណព្រះអម្ចាស់ព្រះយេស៊ូវបាទហើយមេរៀនថ្ងៃនេះដែលខ្ញុំលើកឡើងនេះគឺមានចំណងជើងថាសេរីភាពក្នុងអន្លង់ទេសភាពហើយកំពុងតែខ្ញុំនិយាយចំពោះបងប្អូននេះបាទកំពុងតែអធិប្បាយណាបងប្អូនណាមេរៀននេះហេតុការណ៍ដូចក្នុងមេរៀនដែលខ្ញុំហៀបនឹងនិយាយហ្នឹងកំពុងតែកើតឡើងចំពោះខ្ញុំហើយនឹងក្រុមគ្រួសារដូច្នេះ ព្រះបន្ទូលដែលសម្ដែងក្នុងពេលនេះកំពុងធ្វើសកម្មភាពយ៉ាងរស់រវើកដោយទ្រង់យករូបខ្ញុំធ្វើជារូបអង្គរបស់ទ្រង់ផ្ទាល់បាទអស់រយៈពេលជាង90ថ្ងៃហើយមកដល់ថ្ងៃនេះបងប្អូនណាហើយពួកយើងដើរដល់ដំណាក់កាលលូតលាស់មួយកម្រិតយ៉ាងធំបាទបងប្អូនម្នាក់ដែលបានទទួលការលូតលាស់លើសជាងថ្ងៃដែលបងប្អូនចូលរួមលើកដៃទីអរគុណបាទបវចនានិស្សិតសងលួងចំនួនទី3នេះគឺឆ្កែព្រៃនៅជាមួយកូនជាមហើយក្នុងពយលបងប្អូនឲ្យបានពិស្ដារនៅក្នុងមេរៀននេះបាទសូមស្រីជ័យគូអបអសាទរបវចនានៅចំនួន1បាទអរគុណបងនិស្សិតសងលួងចំនួនទី3បងប្អូនស្រែកថាឆ្កែព្រៃនៅជាមួយកូនជាមម្ដងទៀតនិស្សិតសងលួងចំនួនទី3បាទនិស្សិតគ្រប់រូបសុទ្ធតែបានឡើងថ្នាក់មកកម្រិតធំហើយការឡើងថ្នាក់នេះមានជាអាចអ្នកខ្លះបងប្អូនខ្លះក៏ដែលស្គាល់ស្អីដែលហៅអ៊ីនធឺណិតទេឥឡូវស្គាល់ហើយស្គាល់មួយទៀតបងប្អូនខ្លះក៏មិនដែលស្គាល់ស្អីហៅ Wi-Fi ដែរក៏ប៉ុន្តែថ្ងៃនេះក៏ស្គាល់ដែរបងប្អូនខ្លះក៏ស្គាល់ប្រព័ន្ធ Zoom ដែរហើយថ្ងៃនេះក៏ស្គាល់ប្រព័ន្ធ Zoom នេះបងប្អូនបានឡើងមកកម្រិតធំមានបងប្អូនខ្លះក៏ឡើងមកកម្រិតទៀតដែរចូលរៀន Zoom គេដែរប៉ុន្តែឡើងអង្គុយក្រៅថ្នាក់គេរៀនទៀតចប់បាត់អញនៅណាគេទេណាអរគុណបងបាទដូច្នេះនេះជារឿងមួយដែលបងប្អូនខ្លះក៏ធ្លាប់ជួបប្រទះកាលនឹងខ្លះក៏អង្គុយណាខំអង្គុយទៅអង្គុយរៀនដែលស្អីដែលចាំគេហៅឲ្យចូល Zoom បាទដល់ចប់ថាខ្ញុំមិនឃើញណាហៅផងអរគុណផងបាទមនុស្សភាគច្រើនបងប្អូនជាពិសេសពួកយើងទាំងអស់គ្នាដែលចូលរៀននៅទីនេះបាទដែលដឹងថាពីដើមដឹងខុសត្រូវដើមជីវិតនេះវាខុសគ្នាមិនអត់ដឹងទេហើយតាំងពីជឿព្រះយេស៊ូវមកនោះគ្នាប្រឹងប្រែងតែចេះខំតែកាន់សាសនាយេស៊ូវមិនដែលមានភាពស្និទ្ធស្នាលជាមួយព្រះអង្គម្ដងសោះណាបងប្អូនណាហើយមួយថ្ងៃគិតថាអញរួចពីបាបហើយបានទៅឋានសួគ៌ការពិតមិនដឹងខ្លួនឯងសោះថានៅឃ្លាតចាកពីព្រះម្ចាស់ព្រះយេស៊ូវជារៀងរហូតហើយបានឃ្លាតចាកពីព្រោះតាំងពីស្នំនេះស្ងប់ថ្ងៃទៅណាអត់ដែលស្គាល់ព្រះអង្គផងហ្នឹងអរគុណព្រះអង្គឡើយពេលនេះបានទទួលភាពស្និទ្ធស្នាលពីទ្រង់ហើយខ្លះក៏ហ៊ានរហូតធ្វើកិច្ចបូជាថ្វាយចិត្តជ្រះថ្លាជាកម្លាំងកាយពេលវេលាទេពកោសលព្រមទាំងថវិកាចូលបម្រើព្រះម្ចាស់ព្រះយេស៊ូវជាមួយនឹងសង្ឃលួងហ្នឹងដោះមនុស្សរស់នៅក្រោមទេសភាពផ្សេងដែលជានឹមជាអញ្ជាក់ដែលគុកឥតអញ្ចឹងហ្នឹងជាច្រើនប្រការបាទហើយបងប្អូនភាគច្រើនបានឆ្លងកាត់ហើយដល់ថ្ងៃនេះឆ្លងកាត់ទេសភាពច្រើនណាស់មានឧទាហរណ៍ដូចជាទេសភាពអវិជ្ជាព្រះបន្ទូលឃើញអានអសរក្នុងព្រះបន្ទូលપણមិនដឹងព្រះយេស៊ូវនៅណាទេភាពទេសភាពក្លែងភ័យខ្លាចទេសភាពគំនុំគុំគួនចងគំនុំគ្នាបាទទាំងអស់នេះសិតតែជាគុកឥតជញ្ជាំងជាច្រើនស្កាត់មែនទេមែនបាទដូច្នេះវិញ្ញាបនបត្រមួយសន្លឹកដែលបងប្អូនទីទទួលនេះលោកអ្នកយកញើសយកឈាមយកក្តីក្លាហានទៅបដូរទៅបានលោកអ្នកទទួលបានសេរីភាពគឺមិនមែនគ្រាន់តែទទួលกระดาษស្នាមមួយសន្លឹកហ្នឹងដឹងថាសាលានឹងមកពីអាមេរិកហើយបាទទៅកាន់អត់ប្រយោជន៍ទេបងប្អូនហ្នឹងអត់ប្រយោជន៍ទេបាទបងប្អូនមានសេរីភាពបានវិញ្ញាបនបត្របងប្អូនទៅកាន់វាមានសេរីភាពបាទក្នុងន័យនេះនិស្សិតគ្រប់អង្គទទួលបានសេរីភាពក្នុងអន្លង់ទេសភាពហើយសេរីភាពប្រភេទនេះទើបមានតម្លៃបងប្អូននគរព្រះក៏មានរឿងទេសភាពប្រភេទនេះដូចគ្នាដែរក្នុងរាជនគរព្រះមានមនុស្សរស់នៅក្រោមទេសភាពកាន់សាសនាដើមដឹងខុសត្រូវហើយនៅមនុស្សរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃដើមជីវិតទទួលបានភាពស្និទ្ធស្នាលយ៉ាងផ្អែមល្ហែមជាមួយព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយប្រភពនៃនគរព្រះគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទត្បិតហោរាអេសាយលោកមានប្រសាសន៍នៅក្នុងលោកកត់ត្រាទុកនៅក្នុងជំពូក11ខ1ដល់ខ5សម្ដែងថាមានលំពងមួយនឹងដុះចេញពីគល់របស់អេសាយហើយមេឃមួយដែលចេញពីឫសគាត់នឹងកើតមានផលផ្លែព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងសន្ធិដ្ឋនៅលើអ្នកនោះគឺជាព្រះវិញ្ញាណនៃប្រាជ្ញានិងយោបល់ជាព្រះវិញ្ញាណនៃគំនិតវាងវៃនិងឫទ្ធានុភាព
ជាវិញ្ញាណជាព្រះវិញ្ញាណនៃសេចក្តីចេះដឹងនិងសេចក្តីកោតខ្លាចចំពោះព្រះអ្នកនោះនឹងវ័យរហ័សចំពោះសេចក្តីកោតខ្លាចព្រះយេហូវ៉ាហើយនឹងជំនុំជម្រះមិនមែនតាមភ្នែកមើលឃើញឬសម្រេចសេចក្តីតាមតែជាស្ដាប់ឮនោះឡើយគឺនឹងជំនុំជម្រះពួកតលក្រដោយសេចក្តីសុចរិតហើយសម្រេចសេចក្តីមនុស្សរៀបសារនៅផែនដីដោយសេចក្តីទៀងត្រង់ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួនព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ដោយខ្យល់ដង្ហើមពីបបោមាត់ផងសេចក្តីសុចរិតនឹងបានជាខ្សែក្រវ៉ាត់ចង្កេះរបស់អ្នកនោះហើយសេចក្តីស្មោះត្រង់ជាខ្សែក្រវ៉ាត់កម្លាំងផងនេះជាឫសគល់នៃរាជនគរព្រះគឺតាំងនៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទក៏ប៉ុន្តែមានអត្តសញ្ញាណនៃរាជនគរព្រះទៅទៀតអត្តសញ្ញាណគឺស្ថិតនៅលើអីលោកអេសាយតដែលហ្នឹងលោកសរសេរនៅក្នុងគម្ពីរចំពុក11បាទខ5ខ6តទៅនៅគ្រានោះឆ្កែព្រៃនៅជាមួយនឹងកូនជៀមខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែកូនគោនឹងសឹងស្ទៀវព្រមទាំងសត្វបំពន់យ៉ាងធាត់នៅជាមួយគ្នាហើយក្មេងតូចជាអ្នកគង្វាលវាខ7គោញីនឹងខ្លាឃ្មុំរកស៊ីជាមួយគ្នាហើយកូនវានឹងដេកនៅជាមួយដែរឯសឹងនឹងស៊ីចម្បើងដោយសត្វគោកូនមនុស្សដែលនៅបៅដោះនៅលេងនៅត្រង់មាត់ពោះហនុមានហើយក្មេងលេងបៅដោះហ្នឹងលូកដៃចូលទៅក្នុងពោះវែកបានហើយវាដល់គ្នានឹងមិនធ្វើទុកបំផ្លាញគ្នានៅគ្រប់លើភ្នំបរិសុទ្ធរបស់អញតែបិទគ្រប់ទាំងអស់អញបិទគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ានៅពេញពាសលើផែនដីដូចជាទឹកពេញពាសនៅក្នុងសមុទ្រដែរបាទសូមកត់ចំណាំនៅក្នុងខកពីខាងលើនេះមានសត្វពីរប្រភេទសត្វព្រៃសត្វស្រុកបាទសត្វព្រៃតំណាងឲ្យទាសភាពបង្កឡើងដោយមនុស្សសាច់ឈាមបង្កប់ខ្លួននៅក្នុងក្រុមជំនុំហើយសត្វស្រុកជាតំណាងសេរីភាពរបស់មនុស្សមានសេរីភាពស្និទ្ធស្នាលជាមួយព្រះម្ចាស់យេស៊ូវគ្រីស្ទបាទហើយរឿងក្រុមជំនុំមានទាសភាពលូតលាស់លីឡំជាមួយសេរីភាពហ្នឹងតាំងពីកាលចំនួនព្រះយេស៊ូវទ្រង់យាងមកគង់ក្នុងរូបកាយនៅលើផែនដីយើងម្លេះបាទបងមានបន្ទូលក្នុងពាក្យបដូចមួយក្នុងត្រង់ម៉ាថាយ13ថាមានតកែម្នាក់លោកធ្វើស្រែធ្វើដីចកានោះបានល្អដីស្រែហ្នឹងបាទហើយគាត់យកព្រុសស្រូវល្អទៅក្នុងស្រពូចស្រូវល្អទៅព្រុសនៅក្នុងស្រែនោះលោកដល់វាដោះដល់ឃើញមានសង្ហែមកជាមួយដែរបាទកូនឈ្មោះសួរថាតកែតើចង់ឲ្យពួកខ្ញុំទៅដកចោលហើយមិនតកែឆ្លើយត្រឡប់ទៅវិញក្នុងម៉ាថាយ13 29 30ណែកុំវៃគេលោកដកសង្ហែទៅណាទៅសលៃវាលងអស់ទៅទុកវាដោះជាមួយគ្នាដរាបដល់ពេលច្រូតចាំដល់ពេលដូវច្រូតអញប្រាប់ពួកច្រូតថាម៉េចដំបងច្រូតសង្ហែសិនមកហើយចងកដាប់ទុកយកដុតហើយសើសលៃទៅណាប្រមូលដាក់ជ្រូកអញទៅព្រោះបងប្អូននេះជារឿងមួយដែលមិនអោយព្រះអង្គមិនអោយដកចោលទេក្នុងរាជរបស់ព្រះអង្គនោះបាទដូច្នេះវាមានបើនាំឲ្យយើងបានឃើញថារជ្ជកាលរបស់នគរព្រះណាមានពីរយុគខុសគ្នាយុគមួយហៅថាយុគរជ្ជកាលអស់កាលខាងមុខហើយមួយទៀតរជ្ជកាលអស់កាលក្នុងពេលបច្ចុប្បន្នបាទរជ្ជកាលនៅពេលខាងមុខគឺរាជព្រះម្ចាស់យេស៊ូវគ្រីស្ទពីទ្រង់សោយរាជផ្ទាល់លើលោកយេសនវិយើងនេះរាជនោះស្ថិតនៅក្នុងមហានគរមួយហៅថាមហានគរនីលភាពនៅក្នុងរាជមហានគរនីលភាពស្ថានភាពជីវិតមនុស្សមានពរនាដោយព្រះបន្ទូលសម្ដែងខាងលើថាឆ្កែព្រៃវានៅជាមួយកូនជៀមខ្លារខិនវាដេកនៅជាមួយកូនពពែសឹងស្ទៀវកូនគោសត្វបំពន់សំទោសយ៉ាងធាត់រស់នៅជាមួយគ្នាកុមារីជាអ្នកគង្វាលសត្វព្រៃសត្វស្រុកទាំងនោះគូញីនិងខ្លាឃ្មុំរស់ស៊ីជាមួយគ្នាកូនវាក៏លេងជាមួយគ្នាដែរសត្វសឹងបងប្អូនវាចេះស៊ីចម្បាំងដោយគោហើយកូននៅបៅលេងដោះឡើយណាចេះតែលេងរត់រុនពុះហនុមានហ្នឹងហើយក្មេងដែលលេងបៅដោះលូកដៃចូលក្នុងរោងពុះវែកក៏បានបងប្អូនរជ្ជកាលខាងមុខកើតឡើងនៅគ្រាអនាគតពេលព្រះម្ចាស់ព្រះយេស៊ូវទ្រង់យាងមកតាំងរាជទ្រង់អស់កាលជានិច្ចនៅលើលោកសន្តិវិទាំងមូលនេះតែមុនដល់ពេលនោះយើងទាំងអស់គ្នាទៅរស់នៅក្នុងរជ្ជកាលមួយទៀតហៅរជ្ជកាលព្រះគ្រីស្ទក្នុងពេលបច្ចុប្បន្នយើងនេះបាទរជ្ជកាលក្នុងពេលបច្ចុប្បន្ននេះដែលយើងសិក្សានៅក្នុងពេលនេះយើងត្រូវនិយាយជាមួយគ្នាទៅដោះស្រាយជាមួយគ្នារឿងរ៉ាវជាមួយគ្នាបាទពេលនេះសម្ដៅទៅរាជអស់កាលនៅក្នុងពេលបច្ចុប្បន្នគឺរាជព្រះម្ចាស់ព្រះយេស៊ូវក្នុងលោកយើងសប្តាហ៍ថ្ងៃនេះរាជព្រះម្ចាស់ព្រះយេស៊ូវនៅពេលបច្ចុប្បន្នគ្រប់គ្រងតាមរយៈរាជក្រុមជំនុំរបស់ព្រះអង្គហើយក្រុមជំនុំរបស់ព្រះអង្គគ្រប់ចំនួនសុទ្ធតែមានលទ្ធភាពអាចទទួលបានសេរីភាពក្នុងអន្លង់សេរីភាពជារបស់មនុស្សខាងសាច់ឈាមនឹងឯងទាសភាពរបស់មនុស្សសាច់ឈាមរស់នៅក្នុងក្រុមជំនុំតំណាងដោយសារអីនៅក្នុងក្រុមជំនុំមានខ្លាព្រៃមានខ្លារខិនមានសឹងស្ទៀវមានសឹងពេញឃ្មុំសឹងកន្លោះឬសឹងខ្លាឃ្មុំពូហនុមានពូវែកគ្រប់ប្រភេទនិយាយដល់ត្រង់នេះសូមសួរបន្តិចបងប្អូនណា
សួរតិចបាទនេះបាទតើធ្លាប់ជួបប្រទះឆ្កែព្រៃខ្លារខិនសឹងស្ទៀវសឹងពេញវ័យសឹងខ្លាឃ្មុំពុះវែកនៅក្នុងក្រុមជំនុំខ្លះសប្តាហ៍ដែរទេដែលឃើញទេបងប្អូនពិតជាមានបងប្អូនបាទទោះបីយ៉ាងនោះក៏ដោយអ្នកជឿគ្រប់រូបអាចមានសេរីភាពពេញលេញក្នុងអន្លង់សេរីភាពក្នុងអន្លង់ទិសភាពរបស់មនុស្សសាច់ឈាមហ្នឹងហើយសេរីភាពរបស់អ្នកជឿក្នុងក្រុមជំនុំតំណាងកូនជៀមកូនប្រពែកូនគោសត្វបំពន់យ៉ាងធាត់គូញីកូនវាគូញីគូឈ្មោលពេញវ័យកូនមនុស្សបៅដោះកុមារាយកុមារីក្រពុកពនុកដាយកុមារីកុមារីជាអ្នកកង្វៀលសត្វព្រៃសត្វស្រុកនិងក្រុមគ្រួសាររបស់គេបាទនេះជារឿងមួយដែលចង់បងប្អូនអរគ្នាបាទជ្រាបអំពីដំណើរនេះបាទហើយក្រុមជំនុំបច្ចុប្បន្ននិងក្រុមជំនុំអស់កលក៏ខុសគ្នាទីដែរណាបងប្អូនហើយព្រះអង្គវាស់នៅក្នុងខ9បាទបើសិនជាក្នុងអេសាយ11ខ9នឹងឲ្យថាវារាល់គ្នានឹងជាក្រុមជំនុំដែលអស់កលជានិច្ចខាងមុខណាគឺអញ្ចឹងបាទវារាល់គ្នានឹងមិនធ្វើទុកបំផ្លាញគ្នានៅត្រង់នៅលើគ្រប់លើភ្នំបរិសុទ្ធរបស់អញបិទគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ានៅពីពេញលើផែនដីជាទឹកនៅពេញពីនៅក្នុងសមុទ្រដែរបាទចុះក្រុមជំនុំបច្ចុប្បន្នយ៉ាងម៉េចវិញក្រុមជំនុំបច្ចុប្បន្នយកខ9នឹងមកហើយមើលទៅវាលីឡំគ្នាចេះវារាល់គ្នាខ្លះចេះជួយគ្នាដែរខ្លះជួយខាងអាក្រក់ខ្លះជួយខាងល្អគេចេះឧបត្ថម្ភគ្នាអធិដ្ឋានឲ្យគ្នាជំរុញទឹកចិត្តគ្នាជួយខាងអាក្រក់ប្រវាស់ដៃគ្នាពេលអូនឧបត្ថម្ភមកខ្ចីក្រុមជំនុំទៅដាក់គ្នាយកទៅសិនទៅឲ្យគេមើលសិនហើយរបស់ខ្ញុំទៅវាស់ប្រវាស់ដៃគ្នារបស់ពួកនឹងជួយខូចដែរខ្លះធ្វើទុកបុកម្នេញគ្នាហើយខ្លះបំផ្លិចបំផ្លាញគ្នានៅណានៅលើភ្នំបរិសុទ្ធរបស់ព្រះក្នុងព្រះនាមអីព្រះនាមព្រះយេស៊ូវគ្រីស្ទយកព្រះនាមព្រះយេស៊ូវគ្រីស្ទវាយគ្នាព្រមអរគុណផងបាទក្រុមជំនុំបច្ចុប្បន្នមានសេរីភាពក្នុងលងសេរីភាពបាទ5ប៉ុណ្ណឹងថាទោះយ៉ាងនោះក៏ដោយក៏មានពួកជំនុំនៅក្នុងដែលមានសេរីភាពដែរសូមពិចារណាពីស្ថានភាពក្នុងក្រុមជំនុំទាំង7ក្នុងគម្ពីរវិវរណៈព្រះម្ចាស់ទ្រង់បានមានបន្ទូលយ៉ាងដូចនេះក្នុងគម្ពីរវិវរណៈចំពោះ2ខ1ថាចូលសរសេរផ្ញើទៅទេវតានៃពួកជំនុំរបស់ព្រះអង្គដែលកាន់ផ្កាយទាំង7នៅពណ៌ស្ដាំហើយយើងនៅកណ្ដាលជើងចង្គៀងមាសទាំង7នោះទ្រង់មានបន្ទូលសេចក្តីទៅនេះថាក្រុមជំនុំអេភេសូចំពោះ2ខ2ដល់ខ4អញស្គាល់ការដែលឯងធ្វើសេចក្តីនឿយហត់សេចក្តីហត់អត់ធ្មត់ក៏ដឹងថាឯងទ្រាំនៅមនុស្សអាក្រក់ឥតណាយចិត្តចំពោះឈ្មោះអញឡើយក៏ប៉ុន្តែម៉េចអង្គទាស់ចិត្តមួយគឺយ៉ាងណាមួយក្រុមជំនុំនឹងពួក2ខ4អញប្រកាន់រឿងដែលអញបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញក្រុមជំនុំអេភេសូបាត់បង់សេចក្តីស្រឡាញ់ដើមនេះបងប្អូនហើយពួកជំនុំក្នុងស្មើណាចំពោះ2ខ9អញស្គាល់សេចក្តីទុក្ខលំបាកសេចក្តីកំសត់និងការប្រមាថរបស់ពួកជំនុំអរិយសាតាំងហើយក៏ប៉ុន្តែអញទើសចិត្តនឹងឯងមួយក៏ណាឯងនៅប្រកាន់នៅខ្លួនឯងជាអ្នកមានអត់ព្រមទទួលស្គាល់ខ្លួនឯងកំពុងជួបប្រទះគ្រោះថ្នាក់ទេដឹងថាមានអរិយសាតាំងដឹងតែមានអស់ក៏ប៉ុន្តែអត់ព្រមថាខ្លួនឯងខ្វះខាតទេគិតថាអញបានល្អហើយអញក្រុមជំនុំអញល្អជាងគេល្អជាមួយល្អមួយបាទក្រុមជំនុំពើកម៉ូសអញស្គាល់ទីលំនៅរបស់ឯងរាល់គ្នាជាកន្លែងដែលមានកម្លាំងរបស់អរិយសាតាំងអញស្គាល់ឯងរាល់គ្នាជាអ្នកកាន់ខ្ជាប់តាមឈ្មោះអញមិនបានលះចោលជំនឿចំពោះអញសោះប៉ុន្តែខ14ខ2ប៉ុន្តែអញប្រកាន់សេចក្តីទីនឹងឯងប្រកាន់ថាថងណាឯងកាន់តាមសេចក្តីបង្រៀនរបស់បាឡាមបំផ្លិចបំផ្លាញរាជរបស់អញដោយប្រើវិធីធម៌តិចអរគុណផងបាទហើយដល់ក្រុមជំនុំមួយទៀតឈ្មោះក្រុមជំនុំទាធិរាតែព្រះអង្គឃើញឯទីនោះអញស្គាល់ការដែលឯងធ្វើសេចក្តីស្រឡាញ់សន្តានចិត្តចេះជួយគ្នាមានជំនឿនិងសេចក្តីអត់ធ្មត់របស់ឯងតែអញប្រកាន់នឹងឯងថងណាต้องបណ្ដោយឲ្យស្ត្រីម្នាក់នោះឈ្មោះយេសេបិលនាំឯងទៅប្រព្រឹត្តអំពើពិតក្បត់ព្រមទាំងបរិភោគទៅវាយដែលថ្វាយទៅរូបព្រះផងបងប្អូនឡើយនេះចុះក្រុងជំនុំឡៅសឺដេសវិញអញស្គាល់ការឯងប្រព្រឹត្តគិតថាឯងមានឈ្មោះថារស់គិតថារស់ក្រុមជំនុំខ្ញុំរស់ហើយថ្ងៃរស់ឡើងតាមពិតឯងកំពុងតែស្លាប់សោះណាត្បិតអញមិនឃើញការឯងប្រព្រឹត្តណាពេញខ្នាតដូចចំពោះអញទេកុំជឿលើពីជឿថារស់ហើយណាប្រយ័ត្នឡើយនេះមែនទេបងប្អូនក្រុមជំនុំ Philadelphia អញស្គាល់ការដែលឯងធ្វើអញបានបើកទ្វារចំហនៅមុខឯងក៏គ្មានណាបិទទោះអញបានមានកណិតមានតែអំណោយមានអំណាចតិចតួចក៏ដោយគង់តែបានកាន់តាមពីអញអត់បានលះបង់ឈ្មោះអញទេខ9ចំពុក3មើលអញបកុលពួកជំនុំរបស់រក្សាតាំងខ្លះដល់អញរាល់គ្នាដែលពួកនោះអួតថាជាសាសយូដាតែមិនមែនទេគេកុហកវិញមើលអញនឹងឲ្យគេមកក្រាបសំពះនៅទីបាតជើងឯងដើម្បីគេដឹងថាអញនេះស្រឡាញ់ឯងដែលព្រោះអញកាន់តាមសេចក្តីអត់ធ្មត់របស់អញនឹងរក្សាឯងឲ្យរួចពីវេលាលបងដែលទៅធ្លាក់មកលើលោកទាំងមូលដើម្បីលបងលោមនុស្សទូទៅនៅលើផែនដីបាទ
ក្រុមជំនុំចុងក្រោយក្រុមជំនុំឡៅឌីសេហើយមានកັບប្រគេយ៉ាតិចក៏មិនតិចក្តៅក៏មិនក្តៅអ៊ុនអីទៅធ្វើវាមិនកើតអញធ្វើម៉េចអញខ្ជាក់អញចោលទៅទោះបីយ៉ាងនោះក៏ដោយអញប្រកាន់ថាម៉េចខ្ញុំកាន់តែគួរតែមាននៅថ្ងៃតិចមិនតិចក្តៅស្ដំសុកស្ដំឡើងស្ដំឡើងថ្ងៃមានសម្បើណាមានចប់មិនត្រូវការអីសោះតាមពិតអីទៅអីកំពុងវេទនារងទុក្ខលំបាកតលក្រខ្វាក់ភ្នែកហាក្រាតគេខ្មាស់នៅកដាលវាលហ្នឹងបងប្អូនសុខកត់ចំណាំកន្លែងនេះក្នុងចំណោមក្រុមជំនុំទាំង7មានក្រុមជំនុំមួយគឺ Philadelphia គាត់បើជាងគេតិចទៅក្រុម6ដទៃទៀតដូចតែក្រយើងរងថ្ងៃហ្នឹងជន់ក្តារបាសដូចគ្នារងថ្ងៃហ្នឹងបងប្អូនដូចគ្នាអត់ខុសទេក្រុមជំនុំ2000ឆ្នាំកន្លងទៅហើយក្រុមជំនុំឥឡូវនេះទៅដូចតែគ្នាបាទដូច្នេះបងប្អូនក៏មកអួតថាក្រុមជំនុំបងប្អូនណាព្រោះគាត់បើជាងក្រុមជំនុំអ្នកដទៃអសោះណាតែចង់ឮពីនេះដែរទេវិទ្យាឋានឧត្តមសិក្សាសង្ឃលួងយើងទោះបីមានធនធានកម្រចែកចាយមែនក៏ប៉ុន្តែយើងទាំងអស់គ្នាក៏ជួបប្រទះជាមួយភាពវិកលវិការគ្រប់ជ្រុងជ្រោយដូចជាស្ថាប័នដទៃទៀតដែរបងប្អូនដូច្នេះសំថាអាមែនមួយទៅយើងទល់ច្រកដូចគេទៅបងប្អូនណាបាទឥឡូវសូមកលេចមើលពីភាពវិកលវិការនៅក្រុមជំនុំ2000ឆ្នាំកន្លងទៅបាទក្នុងរយៈពេលជាង2000ឆ្នាំកន្លងទៅនេះក្រុមជំនុំបបងជួបប្រទះរឿងរ៉ាវជាច្រើនណាស់ក៏ប៉ុន្តែមិនដែលអាឡូមលាយទេបងប្អូន300ឆ្នាំដំបូងក្រុមជំនុំព្រះអង្គទទួលការធ្វើទុកបុកម្នេញឥតលះហែតែក្រុមជំនុំចេះតែរីកមានឥទ្ធិពលរហូតដល់សង្គមមនុស្សសពថ្ងៃបាទពីឆ្នាំ325មកដល់ឆ្នាំ1517គឺជាង1200ឆ្នាំបងប្អូនក្រុមជំនុំឆ្លងកាត់អំពើពុករលួយផ្ទៃក្នុងមួយយ៉ាងអស់យ៉ាងអាក្រក់ជាទីបំផុតស្អុយរហុំគឺអ្នកនយោបាយបានយកសាសនាគ្រីស្ទធ្វើជាសាសនារដ្ឋតាំងពីនោះមកក្រុមជំនុំអស់ឥទ្ធិពលមែនទែនបើទោះយ៉ាងនោះក៏ដោយក៏អត់ស្លាប់អលីលុតដែរដល់ឆ្នាំ1517ក្រុមជំនុំរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបែកបាក់គ្នាជាក្រុមជានិកាយរាប់ពាន់រាប់ក្រុមតែក្រុមជំនុំយកតែរីកចម្រើនឥទ្ធិពលឡើងក្នុងសង្គមមនុស្សសពថ្ងៃនេះមនុស្សគ្រប់ចំនួនមានពួកសិស្សសល់រស់នៅដោយព្រះបន្ទូលមួយក្នុងគម្ពីរសញ្ញាចាស់សម្ដែងថាប៉ុន្តែអញនឹងទុកឲ្យមានមនុស្ស7000អ្នកសល់នៅក្នុងពួកអ៊ីស្រាអែលជាពួកអ្នកដែលបានលុតជង្គង់ក្រាបនៅចំពោះព្រះបាលឬថើបវាឡើយបាទជាង2000ឆ្នាំកន្លងទៅបីក្រុមជំនុំរបស់ព្រះយេស៊ូវមានភាពវិកលវិការក្រុមជំនុំថិតថេរហើយលូតលាស់បន្សល់ទុកមកដល់ពេលសប្តាហ៍នេះចុះក្រុមជំនុំសប្តាហ៍បងប្អូនលូតលាស់ដោយសារអីក្រុមជំនុំសប្តាហ៍របស់ព្រះអង្គម្ចាស់យេស៊ូវដែលមានមកទល់សប្តាហ៍នេះដោយសារអីដោយសារកិច្ចការអស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធសុទ្ធសាធគ្មានមនុស្សណាធ្វើបានទេបងប្អូនបើតាមមនុស្សយើងក្រុមជំនុំទៅរបៀបនោះលាយអបារហើយបើក្រុមជំនុំអត់ដែលលាយទេក្រុមជំនុំក៏មិនដែលរស់នៅដោយសុខដុមរមនាជាមួយគ្នារហូតឡើងដែរក៏មិនដែលត្រូវគ្នា100%ដែរប៉ុន្តែក្រុមជំនុំមិនដែលវិនិច្ឆ័យទៅវិញដោយសារការព្រះឆាជាមួយគ្នាទេតែហេតុអីព្រោះព្រះអង្គម្ចាស់ព្រះយេស៊ូវមានបន្ទូលចំពោះ10ម៉ាថាយ16:18ដាក់សម្ដីអំពីពេត្រុសពេលដែលពេត្រុសថាសារភាពថាព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាព្រះដែលជារាជបុត្រាដែលព្រះអង្គចាត់មកនោះព្រះយេស៊ូវមានបន្ទូលទៅអ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះហើយទ្វារឋានកលឹងព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយក្រុមជំនុំព្រះម្ចាស់ព្រះយេស៊ូវមានព្រះអង្គទ្រង់ផ្ទាល់ជាអ្នកថែរក្សាអោបជាប់ព្រះឱរាទ្រង់គ្មានបុគ្គលណាម្នាក់មានសិទ្ធិសម្លាប់ឬប្រហារជីវិតក្រុមជំនុំបានជាដាច់ខាតខាងលើគឺជាស្ថានភាពក្រុមជំនុំមើលតាមភ្នែកព្រះបន្ទូលមើលតាមភ្នែកដែលយើងឆ្លងគ្នាជួបប្រទះមកឥឡូវខាងក្រោមនេះជាការចែកចាយរបស់ខ្ញុំក្នុងការដែលថាអ្នកជឿមានសេរីភាពនៅក្នុងអន្លង់ទេសភាពបាទហើយថ្ងៃនេះខ្ញុំបានយកនិមិត្តមួយដែលព្រះជាម្ចាស់ទ្រង់បើកឲ្យខ្ញុំឃើញបាទហើយនិមិត្តនោះកើតឡើងនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2024ពីថ្ងៃក្រោយសន្និបាតបិទវគ្គជំនាន់ទី2រវាងម៉ោង2ទៀបភ្លឺខ្ញុំទទួលការបើកសម្ដែងដ៏ចម្លែកមួយនោះនៅយប់ថ្ងៃសុក្របាទការបើកសម្ដែងនេះខ្ញុំនិងកូនប្រុសបានធ្វើដំណើរទៅផ្សព្វផ្សាយដំណឹងល្អព្រះនាមព្រះម្ចាស់ព្រះយេស៊ូវយើងបានធ្វើដំណើរទៅដល់កោះមួយហៅថាកោះគ្រីបបរិស័ទកោះនោះហូមព័ទ្ធដោយធម្មជាតិល្អស្រស់ត្រកាលដោយគំនូគេផាត់ពណ៌យ៉ាងរស់រវើកលើកោះនោះមិនមានការផលិតបង្កស្រូវបន្លែបកាគ្រឿងឧបភោគបរិភោគអីទេរបស់របរប្រើប្រាស់ទាំងប្រមាណនោះនាំចូលពីប្រទេសក្រៅទាំងអស់ហើយអ្នកស្រុករស់នៅពឹងពាក់លើជំនួយពីបរទេសទាំងស្រុងបាទនៅលើកោះនោះមានធាតុអាកាសត្រជាក់ស្រួលណាស់អាប់ចុះពីលើកោះចាក់អាប់ចុះលុបពីលើកោះនេះញ៉ាំឲ្យមានអារម្មណ៍មនោរម្យយ៉ាងពន់ពេកបាទក្លេកមើលទៅទិសខាងលិចបាទប្រសូរិយាបណ្ដែតខ្លួនបើកមាត់លាដៃលាចាក់ថ្ងៃ6នោះទៅផ្ដល់កំណើតដល់ថ្មីដល់ពិភពមកខាងទៀតនៃផែនដីយើងបាទពពកទៅទាំងជន់
ប្រាសាទអណ្ដែតកាត់កំពូលភ្នំមួយយ៉ាងខ្ពស់ដដែលស្ថិតនៅប្រមាណជា1គីឡូម៉ែត្រពីច្រាំងកោះគ្រីបបោះសាត់ហ្នឹងហើយជម្រៅទៅក្រោមទៅដល់ផ្ទៃសមុទ្រមានប្រមាណជា100ម៉ែត្របាទនៅជើងភ្នំមានសមុទ្រមួយគ្របដណ្ដប់ដោយពពកដ៏ក្រាស់ល្អស្រស់ត្រកាលសមុទ្រនោះហៅថាសមុទ្រមហាសុខហើយស្ថិតនៅក្រោមទឹកសមុទ្រមហាសុខដ៏ស្រស់ត្រកាលនោះគឺឋាននរុអវជ័យបាទចំណែកទិសខាងកើតនោះមានច្រាំងចោតជង្ហុកធំប្រវែងជុំទៅប្រវែងជង្ហុកហ្នឹងប្រហែលជា100គីឡូម៉ែត្របាទហើយជម្រៅនៃជង្ហុកនោះជ្រៅប្រមាណជា30ម៉ែត្រនៅបាតសមុទ្រនោះមានទិន្នជាតិដ៏ស្មើស្រៀបដូចជាកាត់អញ្ចឹងបាទនៅឯនាយជង្ហុកធំនោះមានព្រះវិហារមួយសង់ក្នុងវត្តអារាមធ្វើពីថ្មដុសយ៉ាងអលើបអលោងបាទនៅក្រោមវិហារនោះមានមាត់រូងឧម៉ុងមួយធំហើយរូងនោះរត់ក្រោមកោះគ្រីស្ទបរិស័ទសំដៅឆ្ពោះទៅឋាននរុអវជ័យស្ថិតនៅក្រោមសមុទ្រមហាសុខចូលដល់កោះគ្រីស្ទបរិស័ទនោះផ្លែតដំបងដូចចូលដល់ឋានសួគ៌អញ្ចឹងដែរបាទតែនៅលើកោះនោះគ្រីស្ទបរិស័ទនោះមាននៅលើកោះគ្រីស្ទបរិស័ទនេះមានបរិសម្នាក់លោករស់នៅទីនោះហើយរស់នៅមួយឆ្កែព្រៃ2ក្បាលក៏មានក្រុមជំនុំជាសមាជិកជាច្រើនសិបនាក់រស់នៅទន្ទឹមនឹងលោកដែរបាទផ្ទះបរិសគ្រីស្ទបរិស័ទនោះប្រក់ពីស្បូវថ្មីស្លាមនៅក្រោមផ្ទះមានកណូលលាមកមានលាមកគោលាមកជ្រូកលាមកមនុស្សហើយចង្ក្រាននៃកន្លែងទទួលទានអាហារប្រកបនោះគឺនៅពីលើទំនប់លាមកដ៏រាយប៉ាយនោះឯងបាទពេលទៅដល់ក្បែរផ្ទះបរិសនោះខ្ញុំសួរគាត់ថាផ្លូវនេះចេញទៅភូមិខាងកើតបានទេណោះគាត់ថាតើបានទេតែមានច្រាំងចោតនៅជ្រៅណាស់គាត់បន្តថាពេលនេះចិត្តយប់ហើយសូមសម្រាប់នៅទីនេះសិនទៅចាំស្អែកឡើងសូមគិតរកផ្លូវទៅទៀតខ្ញុំក៏យល់ព្រមតាមការណែនាំរបស់គាត់ក៏សួរថាលោកទៅភូមិខាងកើតទៅទីអីដែរនោះខ្ញុំថាទៅផ្សាយដំណឹងល្អពីព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគាត់ថាអូយទៅទីអីនៅទីនោះសំបីបាតចៃឆ្កែក៏លឺព្រះយេស៊ូវដែរពេលអីពួកខ្ញុំប្រាប់អស់ហើយអត់មានអ្នកជឿទេនឹងសួរបញ្ជាក់ថាតើលោកជាគ្រីស្ទអ្នកជឿព្រះយេស៊ូវដែរគាត់ឆ្លើយថាខ្ញុំជាគ្រីស្ទបរិស័ទសិក្ខាសាលាបន្តទៀតថាគាត់បន្តទៀតថាខ្ញុំចូលរៀនសិក្ខាសាលាទាំងតូចធំដែលបានបាត់មុខម្ដងណាទេគ្រូខ្ញុំស្គាល់គ្រូតូចស្គាល់គ្រូធំហើយក្នុងចំណោមគ្រូធំស្គាល់មុខខ្ញុំទាំងអស់ប៉ុន្តែต้องជឿព្រះយេស៊ូវខ្ញុំគិតថាមិនចាំបាច់ទេជឿតែអីផងទាំងជឿអីផងទេរៀនតាមសិក្ខាសាលាក៏ដូចជាតែជឿព្រះយេស៊ូវដែរតាគាត់បញ្ជាក់បន្ថែមថាពេលចូលរួមសិក្ខាសាលាម្ដងណាខ្ញុំទទួលបានលុយបានស៊ីម្ហូបល្អបើនៅផ្ទះ3ជាតិក៏មិនដែលស្គាល់ម្ហូបឆ្ងាញ់បែបនោះផងបានកន្លែងដេកម៉ាស៊ីនត្រជាក់នៅស្ថាគារសុទ្ធដណ្ដប់ផ្កាយ5បានលុយគេឲ្យមកផ្ទះទៀតបរិសុទ្ធសេចក្តីថាដូច្នេះបានខ្ញុំជឿថាចាំបាច់ជឿព្រះយេស៊ូវទៅអីទោះជឿមិនជឿទៅដល់បានលុយដូចគ្នាហ្នឹងនៅខាងកើតផ្ទះបរិសុទ្ធនោះមានឆ្កែព្រៃ2ក្បាលកំពុងរត់លេងឡើងទួលចុះទួលយ៉ាងសប្បាយរីករាយបងប្អូនសួរគាត់ថាលោកនៅជាមួយឆ្កែព្រៃអញ្ចឹងណាអត់ខ្លាចវាខំនេះលោកឆ្លើយថាឆ្កែព្រៃហើយនឹងខ្ញុំមានចិត្តគណិតដូចគ្នាសួរគាត់ព្រាមថាហើយទៅគាត់សួរខ្ញុំនិយាយវិញបាទសម្ដីលោកគ្រូដូចជាធ្លាប់ឮតាមវិទ្យុតើលោកគ្រូឈ្មោះគ្រូគង់ផនឈុនហ្នឹងខ្ញុំថាខ្ញុំនឹងឯតាគាត់បន្តថាអូលោកគ្រូអរគុណបងមែនទេខ្ញុំសូមសច្ចាបានសច្ចាយកថាជួបមុខគ្រូណាជួលធុងបាសមកចាក់អារម្មណ៍សប្បាយម្ដងបាទពេលគាត់និយាយព្រាមគាត់ក៏លើកទូរស័ព្ទគាត់ហ្នឹងហៅទៅកន្លែងធុងបាសហ្នឹងហើយគាត់បានប្រាប់ទៅក៏ប្រាប់ថាគ្រូសូមជួយចេញថ្លៃធុងបាស$10ផងណាខ្ញុំថាអត់ទេខ្ញុំមកចូលចិត្តតែចាក់ធុងបាសហ្នឹងគាត់សង្ខេញដាក់ខ្ញុំថ្មិញសស្ងាចដូចជាគុំសត្វឆ្កែព្រៃចឹងថាយប់នេះគ្រូសម្រាប់នៅនេះផងណាខ្ញុំខូច$10គាត់ហើយក្នុងចិត្តនឹងភ្នោកព្រាមថាគាត់ឈ្មោះគ្រីបរិស័ទវិញជាចិត្តដូចឆ្កែព្រៃចឹងអញ្ចឹងបានជាអាចរស់នៅជាមួយឆ្កែព្រៃបានខ្ញុំជម្រាបបរិសុទ្ធថាយប់នេះសូមជួយរកផ្ទះខ្ញុំកន្លែងដេកផងបានអត់នៅផ្ទះលោកខ្ញុំដេកអកាយទេព្រោះថាថ្លង់ធុងបាសពេកគាត់ខ្ញុំទៅដាក់វិហារគ្រីស្ទបរិស័ទមួយកន្លែងនោះហើយនៅលើកោះនេះឯងក៏មានសុទ្ធតែសមាជិករបស់ក្រុមជំនុំរស់នៅជុំវិញក្រុមវិហារនោះឯងបាទហើយគេស្វាគមន៍ដំបូងគេស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅបាទមានគេនាំទៅចងរឿងមួយនៅបកគោលមួយណាដែលមើលទៅគោលមួយទៀតប្រហែលចងរឿងដល់ហើយខ្ញុំក៏ចងរឿងនៅបកគោលមួយទៅកំពុងតែបកចងបកគោលរួចហើយបែរមកចងមួយទៀតស្រាប់តែគេដកអាបកគោលនឹងបាត់ទៅហើយគេនាំស្នេហ៍ស្រែកបន្ទោថាលោកគ្រូទាញខ្សែមកយើងចាំបោះបកគោលជូនមនុស្សម្នាជាច្រើនបានសើចចំអកឲ្យខ្ញុំយ៉ាងអើងកងរំពងបាទកំពុងតែសើចចំអកខ្ញុំក៏លេចទៅវិហារហ្នឹងក្រោយឃើញសួនកុមាររៀបចំនៅទីនោះ
សួនកុមារនោះនៅក្បែរសួនកុមារនោះមានច្រាំងថ្មចោតខ្លាំងណាស់ហើយជ្រៅគ្មានអ្វីកងការពារវាទេខ្ញុំសួរថាតិចក្មេងធ្លាក់ទៅគាត់ថាធ្លាក់ហងៃគូហើយបើធ្លាក់ហើយអត់ត្រឡប់មកវិញបានទេណាគូណាខ្ញុំសួរគាត់ថាមិនចឹងក្មេងៗបានអីស៊ីទៅនៅក្រោមនោះគាត់ថាទៅដល់នោះគឺគេធ្លាក់ទៅមានភូមិមួយភូមិរងចាំគូក្នុងភូមិរងចាំហ្នឹងជួនកាលក្មេងវាឃ្លានពេកបិសេកហៅម៉ែអូវាឲ្យតម្លាក់ទឹកមហូបទៅឲ្យវាស៊ីផងហើយពេលតម្លាក់ចូលទៅហ្នឹងមហូបទៅដល់ហើយប៉ុន្តែពួកអ្នកភូមិហ្នឹងក៏អត់ឲ្យស៊ីទេគេកាចសាហាវណាគេអត់ទុកឲ្យយើងស៊ីទេគេយកទៅស៊ីរបស់គេហ្នឹងបានតម្លាក់ទៅបានកាក្មេងក៏បានស៊ីដណ្ដើមតិចតួចបានស៊ីទៅខ្លះអត់ទេបាទគេបន្ថែមទៀតក្មេងធ្លាក់វាអត់តន់ចូលទឹកសមុទ្រភ្លាមនេះលោកអើយវារស់នៅក្នុងភូមិរងចាំហ្នឹងមានគេចិញ្ចឹមក្មេងនេះរហូតដល់វាអាចសម្រេចចិត្តចង់ងាប់ចង់រស់ចង់ស្លាប់ចង់រស់ខ្លួនឯងណាទើបគេបដ ாய் ឲ្យវាបង្អិលខ្លួនធ្លាក់ក្នុងឋាននរកក្រោមសមុទ្រមហាសុខនោះទៅនៅក្រោមកោះនោះមានរូងឧមង្គមួយមានទឹកហូរចេញពីវត្តមួយហើយមានព្រះវិហារដែលស្កឹមស្កៃដូចបានជម្រាបជូនខាងលើហ្នឹងទឹកនោះហូរចាក់ទៅក្នុងសមុទ្រមហាសុខហើយមនុស្សដែលហូរទៅតាមទឹកនោះទៅធ្លាក់ទៅក្នុងសមុទ្រមហាសុខហើយធ្លាក់ទៅឋាននរកនៅក្រោមទៅទៀតបាទខ្ញុំក៏លេចទៅឃើញក្មេងៗយទងកំងកន្លោះហ្នឹងជាច្រើនរូបស្ម័គ្រចិត្តបង្អិលខ្លួនចុះទៅក្នុងឋាននរកវាព្រោះរស់នៅភូមិរងចាំនោះវាទទួលរងទុក្ខរងទោសខ្លាំងពេកចិត្តខ្ញុំនឹកភ្នែកភ្លាមមើលទៅឃើញថាកោះនេះមានឈ្មោះថាកោះគ្រីស្ទបរិស័ទតែចរិតឬពៀរបស់អ្នកស្រុកនេះវិញបោកប្រាស់ឲ្យឈ្ងុយសូម្បីតែក្មេងៗក៏បោកប្រាស់ឲ្យគ្នាបំរើមហិច្ឆតាទស្សនៈជំនឿអាក្រក់របស់ខ្លួនដែរបាទកាយសពរបស់ខ្ញុំនេះសង្ខេបត្រឹមប៉ុណ្ណេះឯងបាទខ្ញុំសូមសួរបងប្អូនតិចសូមសម្លឹងមើលភ្នែកខ្ញុំឲ្យចំតិចបានទេសួរតិចបាទដូចមានរៀបរាប់ខាងលើហ្នឹងបងប្អូនតើបងប្អូនធ្លាប់ជួបគ្រីស្ទបរិស័ទនៅកន្លែងណាមួយទេមើលតើមានគ្រីស្ទបរិស័ទអញ្ចឹងដែរទេបាទលោកអ្នកវិនិច្ឆ័យខ្លួនឯងណាចំណែកខ្ញុំទូនមានដល់បងប្អូនទាំងអស់គ្នាឲ្យនៅការពិត3ប្រមាណយ៉ាងនៅខាងមុខនេះសម្រាប់យើងយកអនុវត្តបាទថ្ងៃនេះនិស្សិតទាំងអស់ដែលទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាហើយពីនេះទៅមុខតាសងលួងគ្រប់អង្គណាយកមេរៀនឆ្កែព្រៃនៅជាមួយកូនជៀមណាតែប្រើប្រាស់បែបណាក្នុងជីវិតរស់នៅជាក់ស្ដែងដើម្បីរស់នៅក្នុងโลกនេះកូនទ្រង់ម្នាក់ត្រូវឆ្លាតដូចពស់ហើយត្រូវមានចិត្តសភាពដូចព្រាបគឺមានម៉ាថាយចំពុក16 10ខ16ដែលព្រះអង្គបង្រៀនពួកសាវកទាំង12នាក់ដំបូងនោះហើយព្រះអង្គក៏បង្រៀនពួកយើងឥឡូវនេះម៉ោងនេះពេលនេះដែលបងប្អូនឮនេះព្រះយេស៊ូវតដើនោះព្រះបន្ទូលរស់ហ្នឹងមានបន្ទូលទៅកាន់បងប្អូនដែរទេខ្ញុំចាត់អ្នករាល់គ្នាទៅដូចជាជាមនៅកណ្ដាលវងស្វានដូច្នេះទៅធ្វើជាអ្នកឆ្លាតដូចជាពស់ហើយចិត្តសភាពដូចព្រាបទៅរស់នៅចេះថ្លឹងថ្លែងរវាងសត្វពស់សត្វព្រាបដូចនេះទៅសពថ្ងៃយើងទាំងអស់គ្នាជាកូនព្រះណាទៅរស់លីឡំជាមួយសត្វពស់និងសត្វព្រាបពោលគឺរស់នៅជាមួយមនុស្សមានចិត្តឆ្លាតសាហាវដូចពស់អញ្ចឹងហើយជាមួយមនុស្សដែលមានចិត្តសភាពរៀបសារដូចសត្វព្រាបខ្ញុំសូមទូនមានដល់បងប្អូនទាំងអស់គ្នាឲ្យចេះរស់នៅ3យ៉ាងប្រកាន់អរិយបទ3យ៉ាងដែលទៅរស់ជាមួយគ្នាទី1គឺស្គាល់ព្រះជាម្ចាស់ឲ្យបានច្បាស់ទី2ស្គាល់ខ្លួនឯងផ្ទាល់ទី3ស្គាល់រសជាតិពិតនៃក្រុមជំនុំរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទី1ស្គាល់ព្រះម្ចាស់ច្បាស់ស្គាល់យ៉ាងម៉េចទៅថាព្រះអង្គមានមហិទ្ធិឫទ្ធិបារមីគ្រប់គ្រងលោកសន្និវាសដ៏មហាធំធេងនេះតែមួយអង្គទ្រង់ផ្ទាល់ទេកំពុងតែទ្រង់គ្រប់គ្រងលោកសន្និវាសដ៏មហាធំធេងនេះព្រះអង្គគ្រប់គ្រងលោកអ្នកផ្ទាល់ខ្លួនដែរចាំឡើយណាបងប្អូនណាព្រះអង្គស្រឡាញ់លោកអ្នកឥតមានការរើសអើងអ្វីសោះទោះបីបងប្អូននៅក្នុងស្ថានភាពបានពីឋានពាក្យបែបណាដំណើរជីវិតរដូវកាលជីវិតបែបណាព្រះអង្គនៅតែស្រឡាញ់ចឹងព្រះជាទ្រង់ប្រទានភាពស្និទ្ធស្នាលចំពោះលោកអ្នកហើយព្រះអង្គចង់បានភាពស្និទ្ធស្នាលពីលោកអ្នកទៅវិញដែរព្រះអង្គជ្រើសរើសយករូបកាយរបស់បងប្អូនណាធ្វើជាតំណែងសម្រាប់ព្រះអង្គគង់នៅជាមួយបាទព្រះអង្គមិនដែលប្រុសផ្លាស់ទៅសោះក៏មិនដែលបដ ாய் អនរណាម្នាក់ឬមានអ្វីមួយមកពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានជាដាច់ខាតខាងលើនេះហើយជាពិរិយពុកលឹកលក្ខណៈពិតប្រកបរបស់ព្រះមួយអង្គដែលសង់លួងយើងជឿតាមមួយទៀតទៅស្គាល់ខ្លួនឯងមកបងរៀនស្គាល់អត្តសញ្ញាណខ្លួនឯងឲ្យច្បាស់ក្នុងព្រះគ្រីស្ទយេស៊ូវនៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះបន្ទូលរបស់ព្រះអង្គប្រកាសសាលក្រមតើបងប្អូនជានរណាខ្លះបងប្អូនជារាជទាយាទរបស់ព្រះវរបេតាឬបុត្រធីតាទ្រង់គ្រងមរតកជាមួយព្រះគ្រីស្ទនេះសាលក្រមរបស់ព្រះបន្ទូលបានសម្ដែងចឹងសាលក្រមព្រះបន្ទូលសម្ដែងថាម៉េចទៀតជាមិត្តសម្លាញ់យ៉ាងស្និទ្ធស្នាលរបស់ព្រះដ៏មានបច្ចុប្បន្នរស់នៅសាលក្រមសម្ដែងថាម៉េចបងប្អូនជារាជទូតដែលព្រះជាម្ចាស់ចាត់មកនៅលើផែនដី70ឆ្នាំហើយលុះគ្រប់ផែនដីនេះធ្វើការនៅគ្រប់ផែនដីនេះបានចប់សពគ្រប់ហើយ
ទៅត្រឡប់ទៅនៅជាមួយព្រះអង្គវិញនៅឋាននោះហើយមួយទៀតជាក្រោយព្រះអង្គដែលចុងក្រោយមួយទៀតជារាជបរិសុទ្ធជាគេអកនៅនគរឋានសួគ៌ហើយសក់ចុងក្រោយព្រះអង្គបងឲ្យសាក្រមចុងក្រោយព្រះអង្គគឺជាសង់លួងសម្រាប់បម្រើមនុស្សលោកសពថ្ងៃនេះរហូតដល់រាជអស់កលជានិច្ចរបស់លោកនេះនេះហើយជាតសញ្ញាណដ៏ពិតរបស់លោកអ្នកក្នុងព្រះគ្រីស្ទយេស៊ូវទី3ដែលបងប្អូនទៅស្គាល់ក្រោយជាព្រះអង្គគឺស្គាល់ក្រុមជំនុំទៅស្គាល់រសជាតិពិតនៃក្រុមជំនុំរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទក្នុងលោកបច្ចុប្បន្នដរាបណាយើងរស់នៅក្នុងលោកនេះគ្មានក្រុមជំនុំណាមួយបរិសុទ្ធគ្មានក្រុមជំនុំណាមួយមិនបរិសុទ្ធតាមការវិនិច្ឆ័យនៃក្របភ្នែកដើមដឹងខុសត្រូវរបស់យើងទេក្នុងក្រុមជំនុំសកលក្នុងក្រុមជំនុំមូលដ្ឋានគ្រប់ជាតិគ្រួសារសកលលោកទាំងមូលមានឆ្កែព្រៃមានខ្លារខិនមានសឹងតូចសឹងធំខ្លាឃ្មុំពស់ហនុមានពស់វែកនៅលីឡំជាមួយគ្នាជាមួយនឹងកូនជៀមកូនពពែកូនគោគោញីគោឈ្មោលសត្វបំពន់ក្មេងបោកដោះកមារីកមានិងឪពុកម្ដាយធំជាងនេះទៀតបងប្អូនសូមបងប្អូនសម្លឹងមើលព្រះនេតព្រះម្ចាស់ព្រះយេស៊ូវក្នុងចិត្តបុគ្គលម្នាក់ទាំងខ្ញុំទាំងគេនិយាយម្ដងទៀតខ្ញុំក៏អញ្ចឹងបងប្អូនក៏អញ្ចឹងដូចគ្នាដែរនៅក្នុងចិត្តយើងមានឆ្កែព្រៃមានខ្លារខិនមានសឹងតូចមានសឹងធំមានខ្លាឃ្មុំមានពស់ហនុមានមានពស់វែករស់នៅលីឡំជាមួយនឹងកូនជៀមកូនពពែកូនគោគោញីគោឈ្មោលសត្វបំពន់ក្មេងបោកដោះកមារីកមានិងឪពុកម្ដាយបងប្អូនអរគ្នាចាំឡើយណាម្ដងមុខយើងជាឆ្កែព្រៃទៅម្ដងមុខយើងជាសត្វស្លូតទៅបងប្អូនចឹងដែរអត់ទេតែខ្ញុំម្នាក់ឯងទេបងប្អូនអរគ្នាបាទសូមផ្អាកមកផ្លែតហើយសួរខ្លួនឯងបងប្អូនផ្អាកផ្លែតបានទេសម្លឹងមើលភ្នែកព្រះយេស៊ូវនៅក្បែរបងប្អូនហើយមើលភ្នែកខ្ញុំផងពេលនេះភ្នែកខ្ញុំក៏ដូចភ្នែកព្រះយេស៊ូវដែលមើលរបស់បងប្អូនដែរខ្ញុំមិនមែនព្រះទេតែព្រះអង្គយករូបខ្ញុំយកភ្នែកខ្ញុំមើលបងប្អូនហើយសម្លឹងមើលមកអរគុណបងបាទនៅក្នុងចិត្តបងប្អូនរាល់ថ្ងៃណាមានឆ្កែព្រៃកំពុងរស់នៅជាមួយជាមដែរបងប្អូនបាច់បងប្អូនផែឆ្លើយរួចហើយគ្មានក្រុមជំនុំណាមួយបរិសុទ្ធជាងក្រុមជំនុំណាមួយទេតាមកណ្ដដើមដឹងខុសត្រូវយើងក្រុមខ្ញុំនេះខុសក្រុមនេះខ្ញុំខុសគេត្រូវខ្ញុំខុសត្រូវរក្សាភាពស្និទ្ធស្នាលរបស់បងប្អូនណារវាងក្រុមជំនុំហើយក្រុមជំនុំឲ្យមានតម្លាភាពលះចោលការថ្កោលទោសគ្នាទៅវិញទៅមកថាគ្រូនេះត្រូវគ្រូនេះខុសអត់មានណាខុសណាត្រូវទេពួកគ្រូអត់មានអាខុសផងមានអាត្រូវផងហើយតែក្រុមណាដែលគួរបងប្អូនរាប់អានហើយរាប់អានគ្នាទៅវិញទៅមកក្រុមណាក៏ដោយឲ្យតែជឿទៅព្រះយេស៊ូវសុគតជួសបាបហើយ3ថ្ងៃរស់មកវិញហ្នឹងក្រុមជាបងប្អូនរបស់បងប្អូនហើយខុសពីនឹងរឿងរបស់គេទៀតទៅប៉ុណ្ណឹងហ្នឹងជាគោលធិស្នូលរបស់យើងបាទក្រុមណាដែលអត់ជឿទៅព្រះយេស៊ូវសុគតឲ្យរស់ឡើងវិញស្រែកគេព្រះទៅគុំបកតំណោះជាមួយគេដែលឆ្ងាយពីបុគ្គលនោះទៅបើគេចង់បករឿងបកឲ្យដេកអោបតំណោះនឹងពីឥឡូវរហូតដល់ថ្ងៃទៅនៅឋាននរកអស់កាលទៅចំណែកលក្ខវិញត្រូវអធិដ្ឋានសូមព្រះបរិសុទ្ធណាបង្ហាញមនុស្សណាខ្លះដែលត្រូវទទួលសេរីភាពក្នុងប្រកេតទៀតណាក្នុងដើម្បីយកមករៀនក្នុងឆមាសខាងមុខនេះបាទខ្ញុំសង្ឃឹមថាម្នាក់ហ្នឹងចូលទៅរកបាន3នាក់បន្ថែមទៀតសម្រាប់ចំនួនទី4ខាងមុខបាទអរគុណព្រះអង្គបាទហើយទាំង3មុខនេះជាលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់រស់នៅក្រោមម្លប់ដ៏ត្រជាក់នៃដើមជីវិតមួយទៀតការរស់នៅទាំង3មុខនេះណាគឺជាបជាស្ដារនៃព្រះបរិសុទ្ធបណ្ដាលឲ្យសងលួងអាចរស់នៅដោយបាវចនានៃសន្និបាតសម្ដែងថ្ងៃនេះថាឆ្កែព្រៃនៅជាមួយកូនជាមដើម្បីបញ្ចប់មេរៀននេះសូមស្រែកជ័យយេហូ3ដងទាំងអស់គ្នាពេលខ្ញុំស្រែកថានិស្សិតសងលួងចំនួនទី3បងប្អូនស្រែកឆ្កែព្រៃនៅជាមួយកូនជាមលើកទី1សិស្សនិស្សិតសងលួងចំនួនទី3ទី2និស្សិតសងលួងចំនួនទី3និស្សិតសងលួងចំនួនទី3ខណៈនេះដល់ពេលអធិដ្ឋានយាងព្រះវិញ្ញាណបរិសុទ្ធមកសម្អាតពឹសឆ្កែព្រៃដែលមាននៅក្នុងចិត្តហើយមុននឹងអធិដ្ឋានសូមគោរពអញ្ជើញគ្រូដែលមានតួនាទីដូចបានពឹងពោរកកន្លងមកណាឡើងមកខាងមុខដើម្បីត្រៀមខ្លួនអធិដ្ឋានជូនជំនាញជនដែលឡើងមកអធិដ្ឋានសម្អាតបាបនានាមានបាបពឹសឆ្កែព្រៃជាដើមបាទពេលខ្ញុំអានពឹសឆ្កែព្រៃប្រភេទណាមួយបើព្រះវិញ្ញាណកោះបង្ហើបថាពឹសនោះជាពឹសរបស់បងប្អូនជំរុញឲ្យលោកអ្នកយកវាមកឲ្យលាងជំរះ
ពឹសឆ្កែព្រៃនឹងចេញបាត់ទៅសូមអញ្ជើញឡើងមកជួបគ្រូនៅខាងមុខដើម្បីឲ្យលោកអធិដ្ឋានជូនបាទលើនេះដល់ពេលអធិដ្ឋានយាងព្រះបរិសុទ្ធសម្អាតពឹសឆ្កែព្រៃនៅក្នុងចិត្តហើយការសម្អាតពឹសឆ្កែព្រៃនៅក្នុងចិត្តនាំមកនូវការប្រែចិត្តហ៊ានចូលទៅទទួលយកភាពស្និទ្ធស្នាលពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបានជ្រៅជាអតិបរមាបាទភាពស្និទ្ធស្នាលជាមួយព្រះម្ចាស់យេស៊ូវគ្រីស្ទនាំមកនូវការអភិវឌ្ឍខ្លួនឯងប្រសើរជាងពេលសប្តាហ៍កិច្ចបញ្ចប់ការសិក្សាមុខវិជ្ជាសេរីភាពសងលួងធ្វើឲ្យសិក្ខាកាមម្នាក់ៗមានការអភិវឌ្ឍខ្លួនឯងបានមួយកម្រិតជិតស្និទ្ធជាមួយព្រះម្ចាស់ព្រះយេស៊ូវជាងពេលមុនក្នុងពេលដដែលសាតាំងព្យាយាមសាបព្រោះពឹសឆ្កែព្រៃក្នុងថ្នាលចិត្តអ្នកជឿរួមទាំងពួកយើងទាំងអស់គ្នាដែលកំពុងអង្គុយនៅទីនេះដែរដើម្បីបង្អាក់ដំណើរការលូតលាស់របស់យើងណាមិនឲ្យលូតលាស់ទៅមុខទៀតសូមបងប្អូនសម្លឹងមើលចំកែវព្រះនេត្រព្រះយេស៊ូវគ្រីស្ទហើយព្រះនេត្រព្រះយេស៊ូវគ្រីស្ទនៅខាងលើនៅក្រោមឆ្វេងស្ដាំក្បែរបងប្អូននោះហើយឆ្លើយតាមត្រង់ចំពោះព្រះអង្គថាតើលោកអ្នកមានពឹសឆ្កែព្រៃលាក់ទុកក្នុងចិត្តដោយសាតាំងជាខ្មាំងសត្រូវបានព្រោះសាព្រោះមកលើអ្នកដកគ្នាដែរទេដូច្នេះសូមគោរពអញ្ជើញនិស្សិតអ្នកចូលរួមអ្នកប្រមុខដឹកនាំគ្រប់ជាន់ថ្នាក់អធិដ្ឋានជាមួយខ្ញុំសូមយើងព្រះបរិសុទ្ធលាងសម្បត្តិពឹសឆ្កែព្រៃនៅក្នុងចិត្តយើងជាមុនសិនបាទតែមុនដំបូងយើងសូមឲ្យយើងសូត្របទអធិដ្ឋានដែលព្រះម្ចាស់យេស៊ូវទ្រង់បង្រៀនពួកសិស្សឲ្យចេះអធិដ្ឋានជាមួយគ្នាបាទអបព្រះបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌អើយសូមព្រះនាមទ្រង់បានបរិសុទ្ធសូមរីកទ្រង់បានមកដល់សូមផាតីទ្រង់បានសម្រេចនៅផែនដីដូចជានៅឋានសួគ៌ដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការថ្ងៃនេះសូមអត់ទោសស្ដីកំហុសរបស់យើងខ្ញុំដូចយើងខ្ញុំបានអត់ទោសដល់អ្នកដែលធ្វើខុសជាមួយនឹងយើងខ្ញុំដែរសូមគំនុំយើងខ្ញុំទៅកាន់សេចក្តីល្បួងឡើយតែសូមប្រោះយើងខ្ញុំឲ្យរួចពីសេចក្តីអាក្រក់វិញបិទរាជព្រះចេស្តានិងសេរីល្អជារបស់ទ្រង់នៅអស់កលជានិច្ចក្រោមឥទ្ធិពលនៃព្រះបន្ទូលចេញពីព្រះអស់ទ្រង់ផ្ទាល់ព្រះម្ចាស់ព្រះយេស៊ូវមានបន្ទូលមកកាន់យើងមិញនេះទូលបង្គំខ្ញុំម្ចាស់ទូសូមអធិដ្ឋានយាងព្រះបរិសុទ្ធលាងសម្បត្តិពឹសឆ្កែព្រៃដែលកំពុងតែបំពុលឈាមនៅក្នុងបេះដូងពួកយើងខ្ញុំធ្វើឲ្យចិត្តយើងខ្ញុំម្នាក់ពូលចេញសម្ដីពីមាត់សុទ្ធតែពឹសព្រោះដាក់ខ្លួនឯងដាក់ប្រពន្ធដាក់កូនដាក់ប្តីដាក់បងដាក់ប្អូននិងអ្នកជិតខាងសូមយើងព្រះបរិសុទ្ធលាងជំរះសម្អាតពឹសឆ្កែព្រៃដែលមានជាអាចដូចតទៅនេះពឹសឆ្កែព្រៃប្រើព្រះបន្ទូលគ្រាន់តែច្បាប់សាសនាដើមដឹងខុសត្រូវប្រកាន់សិលធម៌ល្អរស់នៅក្នុងសង្គមពឹសឆ្កែព្រៃប្រើព្រះបន្ទូលគ្រាន់តែយានលើកតម្កើងភាពអាត្មានិយមសាងអំពើល្អសម្រាប់តែបម្រើផលប្រយោជន៍ខ្លួនឯងពឹសឆ្កែព្រៃគ្រប់គ្រងជីវិតខ្លួនឯងយកឈ្មោះព្រះយេស៊ូវធ្វើជាចង្កូតហើយមូលបង្កាច់ព្រះអង្គតាមតែទំនឹងចិត្តពឹសឆ្កែព្រៃចូលចិត្តរិះគន់គេអ្នកនេះខុសអ្នកនោះត្រូវព្រះបន្ទូលគ្រូនេះខុសឆ្គងគ្រូនោះត្រឹមត្រូវពឹសឆ្កែព្រៃនាំគ្នាអធិដ្ឋានតាមសំណូមនិយាយដើមគ្នាទៅវិញទៅមកពឹសឆ្កែព្រៃរឹសអើងឆ្មើងកន្ទ្រើងសម្លឹងមើលនៅទីដើមភ្នែកកន្ទុយភ្នែកមើលតែគេនេះមិនស្មើខ្លួនឯងពឹសឆ្កែព្រៃគំនុំគុំគួនមិនចេះអត់ឱនមិនចេះផ្ដល់កិច្ចអភ័យទោសចំពោះខ្មាំងសត្រូវពឹសឆ្កែព្រៃសម្ដីអសរោះចិត្តលោភលន់យកពស់ធ្វើព្រះយកកាពះធ្វើប្រែតឪពុករលួយបង្កបពពួកនៅតាមស្ថាប័នគ្រីស្ទបរិស័ទនានាលោភបំផ្លាញដំណឹងល្អតាមយុទ្ធសាស្ត្រសង្គ្រាមឈាមត្រជាក់ពឹសឆ្កែព្រៃដោយថ្វាយបង្គំរូបព្រះក្នុងព្រះវិហារបរិសុទ្ធដោយគម្ពីរអេសេគៀលចំពុក8សម្ដែងថារួចទ្រង់នាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ានោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ានៅកណ្ដាលបាំងសាចនិងអាសនៈមានមនុស្សប្រហែលជា25នាក់បែរខ្នងដាក់ព្រះវិហារព្រះយេហូវ៉ាហើយបែរមុខទៅខាងកើតដើម្បីក្រាបថ្វាយបង្គំព្រះអាទិត្យទ្រង់មានព្រះបន្ទូលសួរខ្ញុំថាកូនមនុស្សអើយតើឯងឃើញទេថាពួកយូដាគេរាប់ថាការប្រព្រឹត្តអំពើស្អប់ខ្ពើមនៅក្នុងព្រះវិហាររបស់អញថាជាការស្រាលគេបានលើកមែកឈើគឺដុតធូបដាក់ប្រណំដល់ច្រមុះធ្វើឲ្យស្រុកនេះពេញដោយសេចក្តីច្រឡោតបណ្ដាលឲ្យអញខឹងដូច្នេះអញនឹងប្រព្រឹត្តដោយសេចក្តីក្រោធដែរភ្នែកអញនឹងមិនប្រណីឡើយអញនឹងមិនដិតមេត្តាដល់គេទេទៅបីគេអំពាវនាវដោយសម្លេងយ៉ាងខ្លាំងដាក់តិចអញក៏ដោយគង់តែអញមិនស្ដាប់ឡើយ
ហើយអេសេគៀលចំពុក13វិញគឺមានពឹសឆ្កែព្រៃនៅក្នុងទីនោះគឺឆ្កែព្រៃអធិប្បាយព្រះបន្ទូលចេញពីប្រជែកខ្លួនឯងដល់ពីថាចូលស្ដាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាព្រះយេហូវ៉ាទូមានបន្ទូលដូចជាវេទនាដល់ពួកហោរាល្ងីល្ងើដែលទាយតាមតែអំពើចិត្តរបស់ខ្លួនឥតឃើញព្រះម្ចាស់ព្រះយេស៊ូវរស់នៅក្នុងសន្លឹកព្រះគម្ពីរឡើយពឹសឆ្កែព្រៃចរិតដូចឆ្កែចចកនៅទីដែលតោស្ងាត់មិនបានជួសជុលចន្លោះបាក់បែកក៏មិនបានសង់កំផែងការពារជពួកជំនុំព្រះដើម្បីគេអាចឈរមកមួនក្នុងគ្រាជំនុំជម្រះនៅថ្ងៃរបស់ព្រះយេហូវ៉ាឡើយពឹសឆ្កែព្រៃឃើញការជាក់ស្ដែងកំពូតភូតផោទីទំនីកុហកអ៊ូថាព្រះយេហូវ៉ាទូមានបន្ទូលតាមពិតព្រះយេហូវ៉ាទូមិនបានមានបន្ទូលមកសោះពឹសឆ្កែព្រៃពុតមីយាមុខព្រែកភ្នែកអង្កាញ់មុខបងខ្នងបាញ់មុខដំបងហៅថាគ្រូយូទៅហាក្របមាត់ស្អិតចិត្តស្អុយមាត់ធ្ងន់ដូចជាស្និតណាស់ចិត្តស្រាលដូចជាស្នោមុខស្មាក់សពរោះខ្នងស្មោះដូចចោលពឹសឆ្កែព្រៃមានមួយគ្រោះថ្នាក់ជាងគេបង្អស់គឺពឹសឆ្កែព្រៃរៃប្រាក់មកពីបរទេសយកមកសម្លាប់ក្រុមជំនុំក្នុងស្រុកប្រើសង្គ្រាមឈាមត្រជាក់មិនផ្ដល់ឱកាសពេញលេញជូនអ្នកជឿក្នុងមូលដ្ឋានថ្វាយចំពោះព្រះជាម្ចាស់ដើម្បីទទួលបានប្រពោដោយព្រះបន្ទូលសន្យាថាអ្នកថ្វាយមានពរជាងអ្នកទទួលកិច្ចការចំពោះ20ខ35នៅមានគំនិតជាច្រើនរយពាន់ទៀនទៀតទៅសុទ្ធតែជារឹកឆ្កែព្រៃសងមលាក់ខ្លួនពួនអាត្មាក្នុងខោអាវមិនបាក់ភ្នត់សក់មិនបាក់ភ្លីប្រជុំនៅទីជំនុំភោផង់របស់ព្រះយេហូវ៉ារបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមយាងព្រះបរិសុទ្ធលាងសម្អាតពឹសឆ្កែព្រៃទាំងអស់នោះដោយព្រះលិខិតមានបច្ចេស្តាកុំឲ្យមានឥទ្ធិពលមកបន្លំខ្លួនជាអ្នកកងវាលចិញ្ចឹមតែខ្លួនឯងយកកូនជៀមព្រះអង្គធ្វើជាចំណីធ្វើបាបគ្នាអត្រាប្រណីប្រើគ្នាមិនគិតគូរពីការនឿយហត់អត់ឃ្លានរបស់គ្នាឡើយទូព្រះបង្គំទូសូមរឿងរ៉ាវទាំងអស់នេះថ្វាយដាច់ចំពោះទ្រង់ដោយនៅព្រះនាមព្រះម្ចាស់ដ៏មានមហិទ្ធិជាស្ដាគឺព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយបើសង្ឃយល់ព្រមទាំងអស់គ្នាសូមសង្ឃលួងគ្រប់អង្គឆ្លើយជាគម្រប់3ដងថាអាមែនលើកទី1លើកទី2ផងអាមែនលើកទី3គម្រប់3ដងផងអាមែនសូមថ្លែងអាមែន3ដងអាមែនអាមែននិងអាមែន